ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលការងារនៅលើគេហទំព័របងធំ .com អញ្ចឹងថ្ងៃនេះគឺយើងមកមើលការងារនៅលើ website បងធំនៅក្នុងទូរស័ព្ទដៃអញ្ចឹងពេលដែលយើងមើលតាមទូរស័ព្ទដៃគឺយើងរៀងបែបហ្នឹងងាយស្រួលមើលណាបត់បានទៅតាមអេក្រង់របស់ទូរស័ព្ទឬមួយក៏កុំព្យូទ័រនិង tablet ផងដែរចាដូច្នេះថ្ងៃនេះគឺយើងមកមើលការងារមួយដែលរៀងខ្ពស់ការងារផ្សាយមុខតំណែងខ្ពស់ហ្នឹងតើក្នុងលក្ខណៈផ្ដល់ព័ត៌មានការងារខ្ពស់ហ្នឹងតើគេផ្ដល់យ៉ាងម៉េចណាហើយយើងត្រូវមើលដឹងយ៉ាងម៉េចដូច្នេះឥឡូវគឺយើងមើលក្រុមហ៊ុនមួយទៅណាចាអញ្ចឹងគឺយើងគ្រាន់តែយកក្រុមហ៊ុនមួយយកមកឆែកមើលតាក់ទងជាមួយនឹងបុកកម្រិតមុខតំណែងឥឡូវគឺយើងរើសមួយសិនណាអញ្ចឹងមើលឃើញថាយើងថ្ងៃនេះគឺយើងមើលទៅលើ program coordinator អញ្ចឹងយើងចុចទៅលើហ្នឹងទៅណាអញ្ចឹងខាង program coordinator ហ្នឹងគឺនៅសហគ្រិនខ្មែរក្រុមហ៊ុនសហគ្រិនខ្មែរហ្នឹងគាត់ជាក្រុមហ៊ុនឯកជនអញ្ចឹងហៅថាខ្មែរ Enterprise ចាអញ្ចឹងការងារហ្នឹងផុតកំណត់ថ្ងៃទី23ខែ1នេះហើយណាដូច្នេះគឺបើយើងមើលតាម announcement description អញ្ចឹងព័ត៌មានតាក់ទងជាមួយនឹងក្រុមហ៊ុនគឺតាក់ទងជាមួយសហគ្រិនខ្មែរហ្នឹងគឺគាត់ធ្វើការជាមួយនឹងក្រុមការងារដែលគាត់ភាគច្រើនគឺគាត់គឺជាអ្នកសហគ្រិនហ្នឹងគឺជាអ្នកដែលគាត់ជាម្ចាស់ក្រុមហ៊ុនណាចឹងកម្រិតតូចឬក៏អ្នកចាប់ផ្ដើមហ្នឹងហើយអញ្ចឹងដូច្នេះគឺឲ្យពាក់ព័ន្ធជាមួយនឹង ecosystem ហ្នឹងគឺតាក់ទងជាមួយនឹងការងារដែលជាមួយនឹងបរិស្ថានណាបរិស្ថានគឺធ្វើការដែលមិនប៉ះពាល់ទៅក្នុងបរិស្ថានណាអូខេហើយបើយើងមើលទៅលើពាក្យថា why work with us អញ្ចឹងនៅក្នុង why work with us ហេតុអ្វីបានយើងត្រូវធ្វើការជាមួយនឹងខាងសហគ្រិនខ្មែរអត្ថប្រយោជន៍អីគេនៅក្នុងមុខតំណែងហ្នឹងអញ្ចឹងយើងតាក់ទងជាមួយនឹងអត្ថប្រយោជន៍ដែលយើងទទួលបានក្នុងការដែលយើងចូលធ្វើនៅទីហ្នឹងគឺយើងមានឱកាសក្នុងការជួបជាមួយនឹងអ្នកសហគ្រិនហ្នឹងដែលគាត់ទើបតែចាប់ផ្ដើមមុខរបរបង្កើតមុខរបររកស៊ីហើយនឹងម្ចាស់ក្រុមហ៊ុនដែលគាត់ជាម្ចាស់ក្រុមហ៊ុនខ្នាតតូចណាចាខ្នាតមធ្យមបើនិយាយទៅគឺខ្នាតតូចនិងមធ្យមណាអញ្ចឹង small business enterprise ណាដូច្នេះគឺយើងមានឱកាសជួបកន្លែងហ្នឹងហើយនៅក្នុងហ្នឹងគឺយើងទទួលបានចំណេះដឹងបន្ថែមទៅលើវិជ្ជាជីវៈការងាររបស់យើងផងដែរអញ្ចឹងកាលណាយើងជួបជាមួយនឹងពួកគាត់ច្រើនរាល់ដងអញ្ចឹងទៅគឺយើងក៏មានចំណេះដឹងកើនទៅលើផ្នែកហ្នឹងផងដែរណានេះគឺជាអ្វីដែលយើងទទួលបានអត្ថប្រយោជន៍ក្នុងការធ្វើការនៅក្នុងមុខតំណែងហ្នឹងហើយនៅក្នុងក្រុមហ៊ុនមួយហ្នឹងអញ្ចឹងមិនមែនថាមានតែក្រុមហ៊ុនហ្នឹងមួយមានមុខតំណែងហ្នឹងទេមានក្រុមហ៊ុនផ្សេងជាច្រើនទៀតដែលគាត់មានមុខតំណែងខ្ពស់បែបហ្នឹងហើយនឹងការងារដែលទទួលបានសមត្ថភាពខ្ពស់នៅពេលដែលយើងចូលទៅធ្វើទៅណាហើយនៅក្នុងហ្នឹងគឺយើងមានឱកាសក្នុងការទំនាក់ទំនងជួបជាមួយនឹងសហគ្រិនហ្នឹងទាំងនៅក្នុងស្រុកផងនិងទាំងនៅក្រៅស្រុកផងដែរដូច្នេះនេះគឺជាអ្វីដែលខាងក្រុមហ៊ុនគាត់ដាក់ចេញទៅណាអញ្ចឹងពេលដែលយើងធ្វើការគឺយើងមើលព័ត៌មានហើយការងារមួយតើផ្ដល់អត្ថប្រយោជន៍អីដល់យើងអញ្ចឹងគ្រប់មុខតំណែងទាំងអស់ដែលមានការបង្ហាញចេញផ្សាយចេញហ្នឹងតាមតម្រូវការក្រុមហ៊ុននីមួយៗឬក៏អង្គការនិងស្ថាប័នផ្សេងដែលគាត់ត្រូវការជ្រើសគឺសុទ្ធតែមានអត្ថប្រយោជន៍ដូចគ្នាទាំងអស់អញ្ចឹងដូចគ្នាហ្នឹងគឺទៅតាមប្រភេទខុសៗគ្នាគ្មានមុខតំណែងណាមួយដែលមិនមានអត្ថប្រយោជន៍ដល់ពួកយើងទេសំខាន់យើងគិតចង់បានអត្ថប្រយោជន៍បែបណាគឺយើងគិតទៅនៅក្នុងមុខតំណែងបែបហ្នឹងចាឥឡូវយើងមកមើលតាក់ទងជាមួយនឹងព័ត៌មានដែលគេដាក់ចុះផ្សាយហ្នឹងគឺអត់មានបង្ហាញអីញញែងច្រើនទេណាអញ្ចឹងការងារគឺនៅការិយាល័យហើយយើងត្រូវចេះភាសាខ្មែរនិងអង់គ្លេសទីតាំងនៅភ្នំពេញហើយតាក់ទងជាមួយនឹងការងារពេញម៉ោងប្រាក់ខែចរចាគ្នាបានជាទូទៅការងារធំភាគច្រើនខ្លះគឺគាត់មិនចង់បង្ហាញជាប្រាក់ខែទេគាត់ចង់ដាក់លាក់ទុកតាក់ទងជាលក្ខណៈព័ត៌មានផ្ទាល់ខ្លួនសម្ងាត់អីអញ្ចឹងទៅណាអញ្ចឹងក្នុងការកន្លែងហ្នឹងវាជារឿងធម្មតាទេណាសំខាន់តែយើងមានសមត្ថភាពក្នុងការធ្វើទេអញ្ចឹងឥឡូវគឺយើងមកមើលការងារហ្នឹងនៅពេលដែលយើងចូលទៅធ្វើការហ្នឹងយើងមុននឹងខ្លាចជាបុគ្គលិកពេញសិទ្ធគឺយើងត្រូវតែឆ្លងកាត់ជាមួយនឹង3ខែសិន3ខែ probation ហ្នឹងគឺតាក់ទងជាមួយនឹងការសាកល្បងការងាររបស់យើងហ្នឹងតែយើងក្នុងរយៈពេល3ខែយើងមានសមត្ថភាពក្នុងការបន្តទៅទៀតអត់អញ្ចឹងសំខាន់ទេក្រុមហ៊ុនមួយដែលជ្រើសបុគ្គលិកចូលទៅគេមិនចង់រើសចូលហើយឲ្យចេញវិញនោះទេគេត្រូវការឲ្យយើងចូលហើយគឺបានធ្វើការងារហ្នឹងល្អតែម្ដងតែសំខាន់ខ្លួនយើងមានសមត្ថភាពក្នុងការបន្តទៅទៀតអត់ណាឥឡូវយើងមកមើលតាក់ទងជាមួយនឹងការងារដែលគេដាក់ចេញទៅអញ្ចឹងសំខាន់ណាគឺនៅពេលដែលយើងមើលព័ត៌មានការងារឲ្យយល់នៅតម្រូវការរបស់ក្រុមហ៊ុនដែលគេត្រូវការនៅក្នុងមុខតំណែងហ្នឹងហើយឲ្យងាកមកមើលនៅអ្វីដែលយើងមាន
ណាតើអ្វីដែលយើងមានហ្នឹងយើងគិតថាយើងអាចធ្វើបានទៅការងារមុខតំណែងដែលគេដាក់ចេញហ្នឹងទៅទេណាការងារទាំងអស់ហ្នឹងគឺយើងអាចធ្វើបានតាក់ទងជាមួយយើងកលេចមើលខ្លួនឯងណាហើយទាំងនេះគឺសុទ្ធតែជាការងារដែលយើងធ្វើចេញទៅនៅក្នុងមុខតំណែងមួយហ្នឹងហើយអញ្ចឹងអ្វីរាល់ព័ត៌មានដែលគេដាក់ចេញហ្នឹងគឺច្បាស់លាស់ហើយមិនរញ៉េរញ៉ៃច្រើនទេអញ្ចឹងរាល់ការងារមួយឈ្មោះការងារមួយហ្នឹងគឺត្រូវចំជាមួយនឹងការងារដែលត្រូវធ្វើនឹងតែម្ដងណាដូច្នេះមិនពិបាកឲ្យយើងមើលទេបន្ទាប់មកគឺយើងមើលទៅលើចំណេះដឹងណាចំណេះដឹងដែលគេមានតម្រូវការនៅក្នុងមុខតំណែងមួយហ្នឹងសម្រាប់អ្នកដែលគាត់ចប់បរិញ្ញាបត្រអនុបណ្ឌិតហើយនិងបណ្ឌិតគឺគាត់អាចធ្វើការងារនឹងបានហើយចប់បរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតផ្នែកខាងរដ្ឋបាលនិងពាណិជ្ជកម្មចានិងសេដ្ឋកិច្ចហើយនិងចាសេដ្ឋកិច្ចហើយសម្រាប់អ្នកដែលគាត់សិក្សាផ្នែកខាងសហគ្រិនផងដែរហ្នឹងហើយអញ្ចឹងគឺដែលមាននៅក្នុងហ្នឹងគឺគាត់អាចដាក់ពាក្យបានហើយអញ្ចឹងល្អបំផុតសម្រាប់ពួកគាត់ដែលមានជំនាញខាងផ្នែកហ្នឹងហើយមានបទពិសោធន៍ត្រូវនឹងការងារទាំងអស់ហ្នឹងអញ្ចឹងតកតងជាមួយនឹងបទពិសោធន៍វិញគឺអត់ឃើញមានដាក់ថាឥឡូវត្រូវការបទពិសោធន៍អ្នកដែលមានបទពិសោធន៍រយៈពេលប្រហែលឆ្នាំទេបើនិយាយទៅគឺនៅក្នុងនេះយើងមើលតកតងជាមួយនឹងនៅខាងក្រោមគេឃើញ skill and knowledge តកតងជាមួយនឹងចំណេះដឹងទូទៅអញ្ចឹងសម្រាប់អ្នកដែលមានបទពិសោធន៍តាក់ទងជាមួយនឹងការងារហ្នឹងហើយយើងជំនាញហើយនឹងយើងមើលទៅលើព័ត៌មានលម្អិតខ្លាំងហើយនឹងយើងចេះវិភាគទៅលើការងារហើយក្នុងការគិតរបស់យើងគឺមានការបែងចែកចាអញ្ចឹង critical thinking ហ្នឹងគឺសំដៅទៅលើការគិតមុនពេលដែលយើងធ្វើការសម្រេចអីមួយគឺយើងត្រូវតែមាន2ឬក៏3យកមកវិភាគទៅលើការងារហ្នឹងហើយមុនពេលដែលយើងធ្វើការសម្រេចយើងមានចំណេះដឹងក្នុងការស្រាវជ្រាវណាមិនមែនយើងគ្រាន់តែដឹងតែមកកញ្ចប់តូចហើយយើងអត់ទៅរកព័ត៌មានបន្ថែមដែលយកមកឲ្យយើងក្នុងការសម្រេចចិត្តនោះទេណាអញ្ចឹងគឺយើងត្រូវមានចំណេះជំនាញខាងផ្នែកស្រាវជ្រាវហើយនឹងការគិតក្នុងការប្រៀបធៀបមុនពេលធ្វើការសម្រេចនិងវិភាគចាអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់តាក់ទងជាមួយនឹងចំណេះជំនាញដែលខាងមុខតំណែងមួយហ្នឹងត្រូវការណាហើយតាក់ទងជាមួយនឹង communication skill តាក់ទងជាមួយនឹងការទំនាក់ទំនង excellent ហ្នឹងមិនមែនមានន័យថាអត់ខ្ចោះទេណាដល់បើយើងប្រៀបធៀបទៅគឺ100គឺយើងបាន90ហ្នឹងគឺចូលក្នុង excellent ហ្នឹងហើយណាអញ្ចឹងកុំគិតថាទល់តែអត់ខ្ចោះហ្មងទើបយើងអាចចូលធ្វើការបានអញ្ចឹងចំណេះជំនាញក្នុងការគ្រប់គ្រងរៀបចំក៏ដូចជាដោះស្រាយបញ្ហាណាអញ្ចឹងមិនថាការងារអីមួយទេវាតែងតែមានបញ្ហាឲ្យយើងដោះហើយកាលណាមានបញ្ហាឲ្យយើងដោះគឺយើងមានចំណេះជំនាញបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាអញ្ចឹងបញ្ហាហ្នឹងគឺមានជួបជាមួយយើងនឹងរាល់ថ្ងៃហ្នឹងទោះបីយើងមិនធ្វើការយើងនៅផ្ទះក៏យើងនៅតែមានបញ្ហាក្នុងការដោះដែរដូច្នេះវាមិនមានអីជាបញ្ហាទេណាដូចជាយើងកុំខ្លាចពាក្យថា problem solving ហ្នឹងអញ្ចឹងអាហ្នឹងគឺល្អបំផុតសម្រាប់ឲ្យយើងបានចេះបានដឹងក្នុងការដោះស្រាយបញ្ហាណាអូខេអញ្ចឹងយើងមើលទៅលើការងារតម្រូវការទាំងអស់ហ្នឹងគឺមានបែបហ្នឹងហើយតាក់ទងជាមួយនឹងរបៀបនៃការដាក់ពាក្យវិញគឺខាងក្រុមហ៊ុនឲ្យយើងចុចទៅលើ link ដែលគេតម្រូវការហ្នឹងទៅហើយយើងនឹងមានរៀបចំប្រវត្តិរូបក៏ដូចជាលិខិតអមតាក់ទងជាមួយនឹង cover letter ហ្នឹងដាក់ចូលនៅក្នុង application form ដែលគេមាន attach link ចូលនៅក្នុងហ្នឹងអញ្ចឹងយើងចុចទៅលើហ្នឹងទៅគឺយើងឃើញហើយណាតាក់ទងជាមួយនឹងទីតាំងក្រុមហ៊ុនគឺយើងឆែកមើលទៅគឺគេដាក់នៅទីនេះហើយណាដូច្នេះគេមិនដាក់លេខទូរស័ព្ទឲ្យយើងតាក់ទងទេពីព្រោះកម្រិតការងារទាំងអស់នេះអត់ចាំបាច់ត្រូវតែសួរអីទៀតទេណាហើយនៅក្នុងហ្នឹងគឺយើងចុចទៅលើ link កន្លែងដែលយើងត្រូវដាក់ពាក្យហ្នឹងទៅគឺយើងចូលទៅដល់ហើយណាចាតាក់ទងនៅក្នុងការងារទាំងអស់នេះគឺខាងក្រុមហ៊ុនគេឲ្យយើងបំពេញចូលតែម្ដងអញ្ចឹងគឺគេមានឲ្យយើងដាក់ចូលបំពេញនៅទីនេះសម្រាប់យើងធ្វើការដាក់ពាក្យណាចាអញ្ចឹងគឺថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយក៏សូមជូនពរពួកយើងមានសំណាងល្អជោគជ័យស្ដីសុខស្ដីក្នុងការងារនិងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរចា